របៀបឆ្លោះមើលពងមន់ពងទាពងកងានតើនៅអាយុប្រហែលថ្ងៃទៅយើងឆ្លោះដឹងថាវាមានកូនហើយសន្តានកូនវាមិនបានបងប្អូនយើងយកផ្លាស់ទូរស័ព្ទយើងមកយើងដាក់ឆ្លោះយើងទៅនេះឲ្យតែមានសរសៃឈាមចេះគឺមានមេជីវិតហើយចំពោះពងណាដែលអត់មានសរសៃឈាមហើយមេចូលក្រាបដំណើរគ្នាបានន័យថាពងនោះមិនមានមេជីវិតទេបងប្អូនមិនបាច់ទុកវាឲ្យស្អុយទេគឺយើងអាចយកវាទៅឆ្ងល់ផ្លែមស្ត្រាសបានជាតិណាបងប្អូនហើយយើងអាចឆ្លោះអញ្ចឹងក៏បានដែរយើងដាក់ដល់ផ្លាស់ទូរស័ព្ទយើងអញ្ចឹងទៅដាក់ទៅឃើញសរសៃឈាមដូចគ្នាណាបងប្អូនណាហើយពងណាដែលអត់សរសៃឈាមដូចខ្ញុំថាយើងយកផ្លែមស្ត្រាសទៅហើយយើងអាចឆ្លោះវានៅអាយុចាប់ពី10ថ្ងៃឡើងលើបងប្អូនឆ្លោះឃើញច្បាស់ហើយគាត់ថាមួយអាទិត្យ8 9ថ្ងៃក៏ឃើញដែរគាត់ថាវាអត់ទាន់សពវាអត់ទាន់មានគ្រប់មេជីវិតគ្រប់ពងអញ្ចឹងវានៅជពិលអញ្ចឹងមកវគ្គហ្នឹងបងប្អូនអាចឆ្លោះ3 4 ដងទៅតម្រាំញាស់ហ្នឹងដើម្បីឲ្យបញ្ជាក់ថាមានកូនណាដែលងាប់អត់អញ្ចឹងណា